បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចេញវីដេអូមួយទៀតហើយគឺការធ្វើក្បាលឡានអញ្ចឹងខ្ញុំបានសន្យាថាខ្ញុំនឹងចេញវីដេអូក្នុងការធ្វើក្បាលឡានអញ្ចឹងណាអញ្ចឹងខ្ញុំនឹងធ្វើវីដេអូនេះបង្ហាញបងប្អូនអរគ្នាឥឡូវយើងបានចាប់ផ្ដើមអាទីបអាអីហើយបន្ទាប់ពីយើងអាទីបរួចគឺយើងយកមករោលដើម្បីឲ្យទីបនឹងទន់ណាបងប្អូនបើសិនជាយើងអត់រោលទេយើងអាចគាត់បានទេអញ្ចឹងដូចក្នុងវីដេអូអញ្ចឹងគឺយើងមកពាត់វានេះគឺយើងយកដែកឬក៏យកឈើអីមកសង្កត់លើវាដើម្បីឲ្យវាទីបនឹងវាคล้ายជាទីបសំប៉ែតណាបងប្អូនបើសិនជាអត់សំប៉ែតទេយើងធ្វើអត់បានទេហើយបងប្អូនមានស្អីដែលអាចសង្កត់ឲ្យវាលាតជាសំប៉ែតអញ្ចឹងក៏បានដែរអត់អីទេបន្ទាប់ពីយើងសង្កត់វាឬក៏យើងធ្វើឲ្យវាបានត្រង់បានសំប៉ែតហើយល្អហើយយើងយកបន្ទាត់យកអីមកវាស់វែងវាណាយើងវាស់រួចហើយក៏យើងកាត់ទៅតាមអ្វីដែលយើងបានធ្វើជាតម្រង់ក្បាលឡានបងប្អូនអាចមើលនៅក្នុង YouTube ឬក៏ថតឡានជាក់ស្ដែងរួចហើយបងប្អូនយកមកគូវាស់នៅលើกระดาษសិនក៏បានដែរណាបងប្អូនអានេះដោយសារខ្ញុំគ្រាន់តែធ្វើជាឧទាហរណ៍ឲ្យបងប្អូនមើលទេអត់បានកោះក្បាយអីប្រហែលទេតែគាត់ថាបងប្អូនអាចមើលយល់អីអញ្ចឹងបងប្អូនអាចឆ្នៃខ្លួនឯងឲ្យស្អាតអញ្ចឹងណាដោយសារទីបនេះខ្ញុំយកទីបចាស់ដោយសារខ្ញុំធ្វើហ្នឹងគឺធ្វើដើម្បីជាគំរូទេអត់បានធ្វើឲ្យវាស្អាតណាទេតែបងប្អូនអាចធ្វើខ្លួនឯងឲ្យស្អាតឲ្យអីបានខ្លួនឯងណាគឺអាចធ្វើបាននេះគឺយើងវាស់រួចហើយគឺយើងកាត់ដើម្បីធ្វើទ្រុងមកវាមិនមែនទ្រុងអានេះគេហៅថាដូចជាទ្រុងសម្បកក្បាលឡានអញ្ចឹងណាយើងកាត់របៀបហ្នឹងមកយើងយកក្បាលឡានដែលយើងបានវាស់វែងកាត់រួចហើយយើងយកមកបិទជាមួយជ័រមករួចហើយយើងបត់វាតម្រូវទៅនឹងក្បាលឡានរបស់យើងហើយសម្រាប់ជ័រនេះបើបងប្អូនបិទអត់ជាប់បងប្អូនអាចយកស៊ីម៉ង់ណាបងប្អូនស៊ីម៉ង់ឬក៏កតិចផេះយកមកដាក់មកគឺជាប់ហើយជាប់ល្អដោយសារខ្ញុំធ្វើគឺជាប់មែនតើណែនក្តឹសហ្មងអត់អាចនេះបានទេយើងមើលមុនដំបូងគឺទន់ទេដល់ពេលយើងបិទមកគឺស្អាតហ្មងបងប្អូនជាប់ប៉ែហើយបងប្អូនអាចទិញជួប្រទេសថ្មីនេះបានយកមកធ្វើក៏បានដែរតែខ្ញុំទិញបានតែប្រហែល 2-3 ទេយើងទៅកន្លែងគ្រឿងសំណង់ទៅយើងអាចទិញបានដែរទិញយកមកធ្វើអញ្ចឹងណាព្រោះដោយសារនេះស្ដើងយើងស្រួលបត់ណាវាស្ដើងវាអត់ក្រាស់ដូចទីបយើងទេបើទីបយើងក្រាស់ដល់ពេលយើងបត់ទៅគឺវាអត់បានល្អណាបងប្អូនវាយើងបត់អត់កើតហ្មងតែយើងយកប្រទេសជួរនេះយើងទៅទិញគេមកគេហៅបារុងជឿបារុងណាទៅទិញនៅកន្លែងលក់កន្លែងលក់គ្រឿងសំណង់មានបងប្អូនគេយើងអាចទិញគេបានអញ្ចឹងណាមួយស្លឹកតែ 1000 ទេ1000 លុយខ្មែរទេអញ្ចឹងបងប្អូនមើលរបៀបធ្វើតាមនឹងទៅហ្នឹងឯងយើងបត់មកយើងវាស់វាមករួចហើយយើងអាចបត់តាមនឹងបានសម្រាប់ការធ្វើនេះគឺដូចខ្ញុំនិយាយខាងដើមអញ្ចឹងខ្ញុំអត់បានធ្វើឲ្យវាស្អាតណាស់ទេដោយសារខ្ញុំគ្រាន់ធ្វើពីរបៀបធ្វើអញ្ចឹងបងប្អូនអាចធ្វើតាមរបៀបនេះប៉ុន្តែក៏បងប្អូនឆ្នៃខ្លួនឯងឲ្យស្អាតតិចទៅអញ្ចឹងណាមើលទៅឲ្យវារាងស្អាតហំហានអញ្ចឹងទៅនេះយើងកាត់ទៀតហើយគឺយើងកាត់អញ្ចឹងបងប្អូនមិនបាច់កាត់ក៏បានដែរមិនបាច់កាត់ដូចខ្ញុំក៏បានដែរគ្រាន់តែគូសវាខ្ញុំដោយសារខ្ញុំអត់មានអាកបិតចិត្តជ័រហ្នឹងអាកបិតយើងអាចបលិចដងបានមុតដូចឡាមហើយយើងគូសវាបន្តិចមកយើងអាចបត់វាបានហើយយើងគូសស្ដើងមកគឺវាអាចបត់មកដើម្បីយើងយកមកភ្ជាប់ជាមួយទ្រុងជាមួយក្បាលឡានរបស់យើងនេះអញ្ចឹងខ្ញុំបត់មិញរួចហើយគឺបានប៉ុណ្ណឹងអានេះគឺយើងដាក់គេហៅថាបិទសទេសខាងមុខបិទពណ៌ឡានដើម្បីមើលទៅឲ្យវារាងស្អាតរាងអីចឹងណាយើងបិទពណ៌ឡានឲ្យវាស្អាតដោយសារយើងដាក់ទៅវាចង្ហបងប្អូនអាចបិទតែម្ដងក៏បានដែរតែនេះខ្ញុំកាត់
cắt về phơi chia một chia riêng phò làn chẳng á nó bay ở dân bật tới về riêng pòng khẳng mục đột làn men tên chẳngแต่สำหรับบางปอนอดช่องเต้គាត់បិទយកក៏បានដែរអត់អីទេអត់មានបញ្ហាទេណាយើងកាត់វាតម្រូវមកតាមនឹងទៅហើយយើងអាចបត់វាបានហើយបងអាចមើលទៅតាមអ្វីដែលខ្ញុំធ្វើទៅនឹងអាចមើលបើថាមើលម្ដងមិនយល់មើល2 ដងអីទៅអាចនឹងយល់ហើយសម្រាប់យើងធ្វើនេះគឺថាប្រយោជន៍ដោយសារយើងអាចយករបស់ឆាស់មកធ្វើបានដើម្បីឲ្យក្មេងលេងហើយទី2យើងអាចកាត់បន្ថយការមើលទូរស័ព្ទរបស់ក្មេងដែរអញ្ចឹងណាឲ្យគាត់ធ្វើឲ្យគាត់អីតាមពិតទៅកូនខ្ញុំគាត់អ្នកធ្វើតែគាត់ថាគាត់ធ្វើទៅខ្ញុំជាអ្នកថតអញ្ចឹងណាតែគាត់ថាយើងជួយជាគំនិតគាត់ត្រូវធ្វើមិនឲ្យវាស្អាតអីអញ្ចឹងណាឆ្នៃតែនេះគាត់ទៅធ្វើតុកដើម្បីចែកជូនបងប្អូនមើលទេហើយខ្ញុំមានកូនឡានមួយដែរដែលធ្វើធំជាងនឹងធំមែនទែនអាចដឹកមនុស្សបានអញ្ចឹងណាអានឹងធ្វើអស់រាងថ្លៃដែរអញ្ចឹងអានេះគាត់តែជាឧទាហរណ៍ឬក៏ជាការបង្ហាញឲ្យបងប្អូនមើលពីរបៀបធ្វើតែយើងធ្វើយ៉ាងម៉េចអីចឹងណាអត់មែនធ្វើយកស្អាតទេបើធ្វើយកស្អាតវាប្រើពេលយូរបងប្អូនដោយសារវីដេអូខ្លះមិញនេះខ្ញុំព្យាយាមកាត់ព្យាយាមពន្លឿនវាផងនៅសល់9 នាទីបើស្អីយើងធ្វើតាមអ្វីដែលយើងចង់បង្ហាញទាំងអស់ហ្នឹងគឺយូរណាស់បងប្អូនឥឡូវនេះគឺខ្ញុំធ្វើបានរួចរាល់ហើយអានេះគឺក្បាលឡានដែលយើងបានធ្វើអញ្ចឹងមើលទៅវាមួយយ៉ាងដែរណាបងប្អូនមើលទៅសំនួនតែគាត់ថាវាអត់បានស្អាតវាអត់បានថ្មីទេបើបងប្អូនចង់បានថ្មីចង់អីបងប្អូនអាចទិញ spray មកបាញ់ថែមមកឬក៏បងប្អូនអាចទិញថ្នាំមកលាបមកហើយសម្រាប់កញ្ចក់ឡានកញ្ចក់អីនេះបងប្អូនឆ្នៃខ្លួនឯងណាដាក់នេះកញ្ចក់ទូចនេះបងប្អូនកាត់ដែកមកបិទខ្លួនឯងទៅហើយសម្រាប់កាងមុខឡានហ្នឹងខាងលើហ្នឹងគឺបងប្អូនឆ្នៃដាក់ខ្លួនឯងទៅខ្ញុំគិតថាវាអត់មានអីបាក់ទេដោយសារវាតិចតួចទេយើងកាត់តាមហ្នឹងណាកាត់ធ្វើតាមហ្នឹងបិទតាមហ្នឹងមកហើយកញ្ចក់ហ្នឹងគឺយើងឆ្នៃនេះអាភ្លើងហ្នឹងណាភ្លើងហ្នឹងគឺបងប្អូនឆ្នៃខ្លួនឯងទៅនិយាយចំខ្ញុំធ្វើនេះគឺធ្វើគ្រាន់តែបង្ហាញបងប្អូនទេរឿងឆ្នៃឲ្យស្អាតគឺបងប្អូនជាអ្នកឆ្នៃខ្លួនឯងទេអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងអាចជួយជាចំណែកខ្លះក្នុងការធ្វើកូនឡានហើយបងប្អូនអាចនឹងឆ្នៃបានស្អាតជាងខ្ញុំទៅទៀតពេលខ្លះដោយសារខ្ញុំធ្វើនេះខ្ញុំធ្វើតាមអ្វីដែលខ្ញុំបានចេះតិចតួចអញ្ចឹងណាចេះជូនគ្នាទៅដោយសារខ្ញុំគិតថាវាមានផលប្រយោជន៍យើងអត់បាច់ទៅទិញគេយើងយកតែរបស់ចាស់មកយើងទិញតែកៅតែមួយដបមកគឺយើងអាចបិទបានច្រើនហើយបងប្អូនឆ្នៃដាក់ឲ្យវារឹងមាំទៅបានអត់អីទេមិនមែនធ្វើឲ្យលេងអត់កើតទេណាបងប្អូនធ្វើឲ្យលេងបានទៀតយើងចំណេញទាំងថវិកាយើងចំណេញជាទាំងពេលវេលាដែលយើងមិនបាច់ទៅទិញគេអីចឹងណាយើងចំណេញកន្លែងហ្នឹងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេណាបងប្អូនសូមបញ្ចប់ត្រឹមហ្នឹងចុះ